អញនោះកម្មពីមែនអស់ពីតរៀនវៀតណាមថាជាតរៀនមួយមុតឥឡូវនេះលូកទំពាំងបាយជូរគ្រីមវៀតណាមថាជារបស់អាមេរិកតម្លៃ 8,000 រៀលបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រកាសជាបានដឹងហើយរឿងរ៉ាវរបស់អ្នកលក់អនឡាញម្នាក់ដែលបានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមដែលបានធ្វើឲ្យកក្រើកដោយសារតែនារីខាងលើរកស៊ីមិនស្មោះត្រង់កុហកបោកប្រាស់អតិថិជនយកតរៀននាំចូលពីវៀតណាមថាជារបស់ខ្មែរជាពិសេសអះអាងថាជាតរៀនរបស់អ្នកស្រុកមេមត់ខណៈរដូវកាលនេះតរៀនអ្នកចំការមេមត់ទើបតែចេញក្តឹបនិងផ្លែខ្ចីមិនទាន់ទុំនោះទេតែរឿងតរៀនមេមត់คล้ายៗមិនទាន់ស្ងប់ស្ងាត់ផងឥឡូវចូលដល់រឿងថ្មីផលិតផលទំពាំងបាយជូរគ្រីមคล้ายៗវិញម្ដងខណៈពេលនេះមហាជននៅលើបណ្ដាញសង្គមបានចាប់ផ្ដើមផ្ទុះការវែកញែកផ្អើលទៀតហើយជាស្ដែងបន្ទាប់ពីឃើញស្ត្រីម្ចាស់ផេកផ្សារធម្មជាតិកសិករខ្មែររូបនេះបានកំពុងប្រម៉ូទលក់ទំពាំងបាយជូរគ្រីមអាមេរិកដ៏គួរឲ្យសង្ស័យមួយកំប៉ុងតម្លៃត្រឹមតែ 8,000 រៀលតែប៉ុណ្ណោះស្រាប់តែអ្នកនៅអាមេរិកបានបញ្ចេញឲ្យដឹងថាទំពាំងបាយជូរគ្រីមរបស់អាមេរិកមិនមែនមានតម្លៃថោកអញ្ចឹងទេគឺតម្លៃ $40 ឯណោះលើពីនេះទៅទៀតពួកគេក៏បានឆែកតាមអ៊ីនធឺណិតរកឃើញថាទំពាំងបាយជូរគ្រីមคล้ายៗដែលជាផលិតផលរបស់វៀតណាមក៏បានអះអាងថាបានក្លែងបន្លំ QR code ផលិតផលអាមេរិកទៀតផងគណៈមហាជនបានសម្ដែងការហួចចិត្តថារបស់យួនបិទផ្លាកអាមេរិកដឹងតើថារបស់คล้ายៗយក QR គេមកដាក់បើនៅអាមេរិកគុកបាត់ហើយទន្ទឹមនឹងនោះដែរមហាជនក៏សូមឲ្យប្តីប្រពន្ធមួយគូនេះគួរតែបដូរផេកចោលទៅដែលមិនសមដាក់ឈ្មោះថាផ្សារធម្មជាតិកសិករខ្មែរទេគូបញ្ជាក់ដែរថាស្ត្រីរូបនេះរួមទាំងប្តីត្រូវបានកម្លាំងកម្មគនត្រូលខេត្តចុះទៅអប់រំដល់ផ្ទះដែលមានទីតាំងស្ថិតនៅភូមិតាម៉ូតឃុំកើស្រុកព្រៃឈើខេត្តកំពង់ចាមបន្ទាប់ពីស្ត្រីរូបនេះបានឡាយលក់កុហកបោកប្រាស់នាំចូលទុរេនវៀតណាមថាជារបស់អ្នកមេមត់ដែលធ្វើឲ្យមហាជនផ្ទុះប្រតិកម្មឡើងកក្រើកតែម្ដង